สุดท้ายนักเนี่ยไงในยังโจมดาวเพียบปีหรือก็สูตรปีบ่อยยังติดในนักเนี่ยจนยังก็มาทับไปยังโจตกันคำสาดอกเนี่ยไงนั้นยังนมันยังปีเพียบตุกใจtrongการใส่แต่ตองนักเนี่ยดังไงคือนับไปได้cũng làบ่อยยังมันเติมบ้านเกิดตัวสกัวแต่นาบ่อยยังมันเติมบ้านอนุมัติการสนับสนุนจุ่มนุ้ยบ่อยยังเติมบ้านเซตนังทั่วยังมีอารมณ์แท้ขอบอกน้องเรื่องนี้ยังแต่ออกนี้มุกเฉียดแล้วห้อยแท้วิเมรู้ชีอย่างมันtôi tự vấn vàរឿងแต่นี้มันการล้างยังจะมาเฉียดอะไรอ๋อทำน้อยได้ดีเหมือนกันปัญหาในการชีวิตปัจจุบันติดนะหรือเสือแต่ก็มีแต่ดองเพราะนับไปกำลังหรือสนาระบบพิกิมการที่มันทำเท่ามีนตัวน้อยหรือตัวสลายในอุดมกุฏิតាមសភាវៈធម៌ពិតហើយមកបង្ខំឲ្យយើងធ្វើតាមនោះភាគរយនៃការបដិសេធគឺមានខ្ពស់តែទោះជាយ៉ាងណាការបដិសេធនេះអ្នកក៏ត្រូវនឹកគិតឲ្យស៊ីជម្រៅដល់ឫសគល់និងវិធីជាចម្បងផងដែរដូចជាត្រូវចេះនិយាយដោយសម្ដីទន់ភ្លន់បានហែមឥរិយាបថស្មោះត្រង់សុភាពរាបសារយើងមិនគួរបដិសេធដោយឥរិយាបថច្រងែងគ្មានហេតុផលនោះឡើយប្រសិនបើយើងចេះពីវិធីបដិសេធយើងនឹងចាប់ផ្ដើមមានអារម្មណ៍ថាជីវិតនេះមានសេចក្តីសុខកាន់តែខ្លាំងឡើងមិនអស់សុខមិនទៅទួនិងមិនចាំបាច់ខ្វល់ខ្វាយពីអ្វីទៀតឡើយប៉ុន្តែបើមិនចេះវិញវានឹងធ្វើឲ្យការប្រស័យទាក់ទងគ្នារវាងមិត្តភ័ក្តិកាន់តែមានគម្លាតកាន់តែឆ្ងាយដោយសារសាច់ញាតិមិនសូវស៊ីច្រម៉ាក់គ្នាមិនត្រឹមតែប៉ុណ្ណោះអាចនឹងបង្កភាពប្រសើរនៃសាមគ្គីភាពថែមទៀតផងនិយាយឲ្យខ្លីទៅគឺបើមិនចេះប្រើវិធីសាស្ត្រនៃការបដិសេធឬបដិសេធមិនត្រូវចំណុចវាអាចបង្កឲ្យមានរឿងរ៉ាវកាន់តែស្មុគស្មាញវែងឆ្ងាយនិងរីកធំឡើងកាន់តែយ៉ាប់យ៉ឺនជាងមុនទៅទៀតចំណុចនេះហើយដែលធ្វើឲ្យមនុស្សមួយចំនួនធំស្ទើរតែមិនហ៊ាននិយាយតទៅសោះថាទេឡើយតែទោះបីជាយ៉ាងនេះក្តីការហ៊ានបដិសេធថាទេអាចនឹងនាំមកដល់ស្ថានភាពមួយដែលថាហាទៅវាស្លាក់ខ្ចាទៅវាស្លាយឬអាចស្ដែងចេញជាលទ្ធផលមួយគឺពេញចិត្តក៏ថាបានគឺវាអាស្រ័យទៅតាមលក្ខណៈនិងស្ថានភាពជាក់ស្ដែងរបស់បុគ្គលម្នាក់ៗផងដែរជាតើគ្នាច្បាស់ជាធ្លាប់ឮឲ្យថាគាត់ម្នាក់នេះជាមនុស្សចិត្តល្អចង់សុំអ្វីក៏បានមិនដែលខកបំណងម្ដងណាឡើយតែក្រោយមកគាត់នេះចាប់ផ្ដើមគិតអំពីខ្លួនឯងថាខ្លួនត្រូវគេបានបោកប្រាស់ជាឧបករណ៍ជារៀងរហូតមកព្រោះពួកគេមិនដែលគិតអារម្មណ៍ខ្លួនសម្បីតែបន្តិចសោះរហូតដល់ពេលខ្លះទោះបីជាគេមានគុណខំប្រឹងជួយសង្គ្រោះដល់ជនទាំងនោះមិនថាញាតិមិត្តឬមិត្តភ័ក្តិឲ្យសម្រាប់ជោគជ័យច្រើនលើកច្រើនសារយ៉ាងណាក៏ដោយតែបើចៃដន្យពេលដែលយើងធ្វើឲ្យគេមិនសប្បាយចិត្តសម្បីតែម្ដងពួកគេនឹងចាប់ផ្ដើមគិតព្រាមថាយើងមិនខំប្រឹងធ្វើការឲ្យគេអស់ពីដៃជើងរួចមកចាប់កំហុសប្រកាន់ទោសអស់ដំណើរបំភ្លេចនូវគុណបំណាច់ទាំងឡាយដែលធ្លាប់ធ្វើមុនចោលទៅទេដូច្នេះទោះបីជាការបដិសេធមិនមែនជារឿងក៏ប្រសើរក៏ដោយពេលខ្លះយើងក៏ត្រូវបង្ខំចិត្តបដិសេធចោលដែរព្រោះបើយើងមិនចេះបើក្នុងការបដិសេធព្រាមទេនោះស្ថានភាពមួយចំនួនមិនអាចបង្កជាផលអាក្រក់ធ្ងន់ធ្ងរជាងនេះក៏ថាបានជាការប៉ុណ្ណាការបដិសេធចំពោះរឿងទៅតាមក្នុងជីវភាពរស់នៅប្រចាំថ្ងៃធ្វើតែតែពុំមែនជារឿងសំខាន់យ៉ាងណាតែវាក៏អាចបង្កវិបត្តិធំទៅថ្ងៃក្រោយបានដែរប្រសិនបើយើងចេះការពារតាំងពីដំបូងហេតុការណ៍អាក្រក់ក៏ពុំអាចកើតឡើងបានដែរដូចជាការធ្លាក់ខ្លួនទៅទទួលសំណូកទាំងដឹងខ្លួនករណីចាប់ខ្លួនសួរចម្លើយក្តីការផ្លាស់ប្ដូរតំណែងធំក្តីការផ្ដឹងផ្ដល់ឡើងតុលាការក្តីការដាក់ទោសកម្រិតធ្ងន់ក្តីឬដល់ថ្នាក់ត្រូវប្រហារជីវិតក្តីរឿងទាំងនេះមិនអាចកើតឡើងបានឡើយ
ម្យ៉ាងទៀតអ្នកនរគ្នាជាឧទាហរណ៍ដូចជាមានបុគ្គលកម្នាក់ដែលជាបុគ្គលិកនៅក្រុមហ៊ុនធំមួយកន្លែងបាននិយាយថាដើមឡើយនរណាក៏ដោយឲ្យតែមកសុំជំនួយពីខ្ញុំមិនថារឿងតូចឬធំនោះទេខ្ញុំពេញចិត្តជួយជានិច្ចតែក្រោយមកមានរឿងខ្លះដែលពួកគេអាចធ្វើឲ្យខ្លួនឯងដែរតែនៅតែមករកខ្ញុំជួយទៀតដូច្នេះខ្ញុំក៏ចាប់ផ្ដើមរៀនបដិសេធដើម្បីឲ្យពួកគេចេញឲ្យឆ្ងាយពីខ្ញុំទើបមានអ្នកខ្លះចង់កំហឹងខឹងសម្បាចាប់ទុកខ្ញុំជាសត្រូវសោកពូទៅវិញគិតទៅបើពួកគេមានកំណត់ដូច្នេះចំពោះខ្ញុំទៅហើយបើគ្មានពួកគេជាមិត្តវាក៏គ្មានទោះធ្ងន់ធ្ងរអ្វីដែរកលៈតណ្ហាការចង់បានរបស់មនុស្សយើងដល់វែងគ្មានទីបញ្ចប់បើគ្រាដំបូងយើងជួយរើមួកឲ្យគេលើកទី2ទី3ពួកគេនឹងមិនអោនក្បាលចោតឬមួកនោះដោយខ្លួនឯងឡើយដូច្នេះការរៀនចេះប្រើពាក្យបដិសេធមិនត្រឹមតែសម្រាប់ភារៈដ៏ធ្ងន់ធ្ងរចំពោះខ្លួនឯងបានទេថែមទាំងជួយឲ្យគេរឹងមាំមានទំនួលខុសត្រូវនិងដោះស្រាយរាល់បញ្ហាដោយខ្លួនឯងថែមទៀតផងការបដិសេធគឺជាការបង្ហាញឲ្យភាគីម្ខាងទៀតដឹងថាយើងមិនអាចបំពេញតាមបំណងឬសំណើទាមទាររបស់ពួកគេដោយឆ្លងកាត់តាមពាក្យសម្ដីនិងសកម្មភាពចំណែកឯវិធីនៃការបដិសេធនោះវាអាស្រ័យទៅតាមកលៈទេសៈស្ថានភាពនិងបុគ្គលជាក់ស្ដែងនីមួយៗដែលយើងនឹងបដិសេធមិនមែនថាការបដិសេធទាំងអស់សុទ្ធតែត្រូវប្រើវិធីសាស្ត្រតែមួយដូចគ្នាទេធ្វើបែបនេះមានន័យថាយើងមិនចេះបដិសេធមិនត្រឹមតែប៉ុណ្ណោះយើងអាចទទួលការរិះគន់ដោយត្រង់បើច្រើនមកវិញថាមិនគិតដល់សម្ព័ន្ធមេត្រីភាពរវាងគ្នាសោះទេឬជាមិនខានម្យ៉ាងវិញទៀតណាដល់គ្នានៅក្នុងការបដិសេធគេក៏មានវិធីមួយផងដែរគឺកុំធូរមុនបែរជាតឹងក្រោយជាការបណ្ណានៅចំពោះមុខការទាមទារតម្រូវការអំពីសេចក្តីស្រឡាញ់ទ្រព្យសម្បត្តិមានប្រាក់ការផ្លាស់ប្ដូរតំណែងហើយមិនសមហេតុផលយើងសាកល្បងគិតមើលថាបើយើងគិតវេះពីការបដិសេធតើលទ្ធផលនឹងទៅជាយ៉ាងណាមនុស្សយើងនៅក្នុងលោកនេះមានការទទួលក៏រមែងមានការបដិសេធផងដែរដូច្នេះការឆ្លើយតបក្នុងនៃបដិសេធមិនគួរគិតវេះជាដាច់ខាតអ្នកខ្លះចង់ធ្វើឲ្យរូបភាពរបស់ខ្លួនល្អជានិច្ចក្នុងក្រសែភ្នែកអ្នកដទៃឬចង់រក្សាមុខមាត់ទើបសុខចិត្តទទួលយកសំណើខ្លះដែលគួរតែបដិសេធពីដំបូងជាហេតុនាំឲ្យយល់ច្រឡំនឹងគ្នាមើលមុខគ្នាលែងត្រង់ឬខ្លះជាគូសត្រូវនឹងគ្នាទៅវិញនាពេលក្រោយសាស្ត្រាចារ្យមហាវិទ្យាល័យដែលល្បីឈ្មោះមួយរូបមានចំណេះដឹងដ៏ខ្ពង់ខ្ពស់សូម្បីតែបុគ្គលិកលក្ខណៈក៏ស័ក្តិសមជាសុភាពបុរសនិងជាទីកោតសរសើរគោរពរាប់អានរបស់សិស្សានុសិស្សទាំងឡាយហើយនិយាយបានថាកូនសិស្សរបស់គេមាននៅគ្រប់ទីកន្លែងទាំងអស់ហើយម្នាក់សុទ្ធតែមានចំណេះដឹងនិងមានសមត្ថភាពអាចកាន់កាប់នាវាធុរកិច្ចម្នាក់មួយគាត់មើលឃើញថាវិស័យធុរកិច្ចពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធំធាត់ឡើងទើបសម្រេចចិត្តមកធ្វើពាណិជ្ជកម្មលើផ្ទៃទឹកនឹងគេហើយគាត់ក៏បានមកធ្វើជាទីប្រឹក្សានៅក្រុមហ៊ុនផ្ទុកទិន្នន័យសារព័ត៌មាននិងធ្វើការផ្សព្វផ្សាយឃោសនាមួយកន្លែងថ្ងៃមួយប្រធានបណ្ណាធិការទស្សនាវដ្តីម្នាក់មកសូមជួបហើយគាត់ក៏បានធ្វើការទទួលស្វាគមន៍យ៉ាងកក់ក្ដៅនៅពេលនិយាយប្រស័យទាក់ទងជាកិច្ចស្វាគមន៍រួចហើយប្រធានបណ្ណាធិការនោះក៏បង្ហាញពីគោលបំណងខ្លួនថាខ្លួនមានគោលបំណងរៀបចំកម្មវិធីលើកស្ទួយវិស័យសិល្បៈវប្បធម៌ដ៏សំប្រើឈ្មោះនិងក្រេឌីតរបស់លោកជួយក្នុងការរៃអង្គាបច្ច័យឧបត្ថម្ភមួយចំនួនគ្រាន់តែស្ដាប់ចប់ភ្លាមគាត់ក៏ទទួលផ្លែថារឿងកម្មវិធីជ្រុំជ្រែងលើកស្ទួយវិស័យសិល្បៈវប្បធម៌សង្គមខ្ញុំរីករាយនឹងជួយ
មួយទៀតដើម្បីឲ្យក្មេងៗមានអនាគតល្អគាត់បន្តថាខ្ញុំមានកូនសិស្សមួយចំនួនបានឡើងធ្វើជាថ្នាក់ដឹកនាំស្ថាប័នទាំងខាងរដ្ឋាភិបាលនិងឯកជនខ្លះៗហើយពួកគេសុទ្ធតែមើលឃើញពីគុណប្រយោជន៍របស់កម្មវិធីសិល្បៈវប្បធម៌នេះខ្លាំងណាស់ខ្ញុំគិតថាពួកគេអាចជួយយើងបានគ្មានបញ្ហាអ្វីទេនៅពេលនោះប្រធានបណ្ណាធិការទស្សនាវដ្តីនោះស្ដាប់ហើយមានអារម្មណ៍ថារឿងនេះហាក់ដូចជាងាយជ្រុលពេករកអ្វីឲ្យប្រកបប្រជាមិនបានទេតែក៏នៅតែបន្តការប្រឹងប្រែងប្រើខ្សែបណ្ដាញប្រមូលបពួកបន្តដំណើរការទៅមុខក្នុងអំឡុងពេលនោះលោកសាស្ត្រាចារ្យតែងផ្ដល់ដំណឹងល្អៗជាបន្តបន្ទាប់ថាក្រុមការងារខាងនេះជាជួយប៉ុណ្ណោះរីឯខាងនោះគេជួយប៉ុណ្ណោះជាដើមនៅពេលវិធីការនិងកិច្ចការទាំងពួងបានរៀបចំរួចរាល់ហើយខាងលោកប្រធានបណ្ណាធិការបានស្នើសុំឈ្មោះនិងចំនួនថវិកាឧបត្ថម្ភទាំងអស់ចេញជាផ្លូវការតែលោកសាស្ត្រាចារ្យបែរជាបាត់ដំណឹងឆឹងគ្មានស្រមោលអ្វីបន្តិចប្រធានបណ្ណាធិការកាសែតត្រូវកាត់ទុកក្តៅក្រហាយជាខ្លាំងទម្លាប់នឹងភ្ជាប់ខ្សែទូរស័ព្ទនិយាយជាមួយនឹងគាត់បានថាគេបែរជាបានចម្លើយបែបប្រងើយមកវិញថាសូមអធិស្ឋានក្រុមហ៊ុនទាំងនោះបានរិះគន់ថាទស្សនាវដ្តីរបស់លោកមិនសូវមានអ្នកស្គាល់ប្រមាណទេតើលោកអាចធ្វើឲ្យទស្សនាវដ្តីល្បីជាងនេះបន្តិចបានទេគាត់នៅតែចេញមុខជាដដែលតែគាត់មិនដឹងថាប្រធានបណ្ណាធិការឆែតដល់កម្រិតណានោះទេប្រសិនបើពួកយើងល្បីល្បាញជាងសប្តាហ៍ថ្ងៃនេះថាយើងចាំបាច់មករៀបចំកម្មវិធីសិល្បៈវប្បធម៌នេះធ្វើអ្វីកម្មវិធីនេះត្រូវលើកចោលទាំងអស់លោកសាស្ត្រាចារ្យបានទទួលយល់ព្រមដោយចេតនាល្អតែមិននឹកស្មានថាខ្លួនឯងត្រូវមកលងខ្លួននឹងទស្សនាវដ្តីមួយនេះចាប់តាំងពីថ្ងៃនោះមកមនុស្សមួយចំនួនបានយកមួកមេបោកដ៏ល្អយកមកពាក់ពីលើក្បាលរបស់គាត់ជាគ្រឿងសម្គាល់រហូតមកចំណុចមួយទៀតគឺនិយាយអំពីចិត្តសាស្ត្រនៃការបដិសេធអ្នកទាំងអស់គ្នាការស្វែងយល់ពីភាពចាំបាច់ដែលត្រូវបដិសេធគឺជារឿងសំខាន់បំផុតអ្នកត្រូវរកយកឈ្នះលើផ្លូវចិត្តដោយចាត់ទុកជាគោលការណ៍ធម្មតាក្នុងសម្ព័ន្ធភាពដែលត្រូវស្វែងយល់ពីវាឲ្យបានជាក់លាក់នៅពេលយល់ដល់ឬគល់ថាការបដិសេធគឺជាទង្វើមួយបែបដែលមនុស្សម្នាក់ៗមិនអាចខ្វះបានក្នុងការសេពគប់រវាងគ្នាទៅវិញទៅមកនោះអ្នកក៏នឹងគ្មានរឿងអ្វីត្រូវក្រែងចិត្តនរណាទៀតដែរយើងគួរចងចាំថាមិនត្រូវទុកឲ្យការខ្លាចចិត្តខ្លាចថ្លើមខ្លាចជាចំណុចខ្សោយរបស់មនុស្សរបស់ខ្លួនដែលជាចលនាប្រហោងឲ្យអ្នកដទៃវាយទម្លុះបានដោយស្រួលនោះទេការបដិសេធគឺជារឿងមួយដែលពិបាកយកខ្លាំងណាស់ផលប៉ះពាល់ដល់មានឥទ្ធិពលបំផុតគឺការធ្វើឲ្យអ្នកដទៃខកបំណងនិងមិនពេញចិត្តចំពោះយើងក្នុងករណីនេះយើងមិនត្រឹមតែចំណាយពេលព្យាយាមពន្យល់យ៉ាងអត់ធ្មត់នោះទេតែថែមទាំងអធិប្បាយតាំងពីដើមរហូតដល់ចុងបញ្ចប់ឲ្យច្បាស់លាស់ទៀតផងថាយើងពិតជាមិនអាចធ្វើតាមសំណើឬតាមការទាមទាររបស់គេពិតមែនបើដូច្នេះតើយើងត្រូវធ្វើដូចម្តេចទៅធ្វើឲ្យការបដិសេធពីសំណើរបស់គេបានដោយមិនធ្វើឲ្យគេមានអារម្មណ៍ថាខកចិត្តឬទោមនស្សចំពោះយើងកត្តាដំបូងដែលគួរធ្វើគឺត្រូវមានភាពសុខចិត្តសុំកុំបដិសេធសូម្បីតែរឿងងាយត្រឹមតែមួយក្រវ៉ាស់ដៃវានឹងមិនសមរម្យទេតែត្រូវវិភាគបែងចែកអំពីសំណើទាំងនោះឲ្យបានដិតដល់ដោយក្តីអត់ធ្មត់សូមកុំទាន់ប្រញាប់បដិសេធទាំងដែលគេមិនទាន់និយាយចោទឡើយនោះអ្នកស្នើសុំភាគច្រើនសុទ្ធសឹងតែជាអ្នកជិតស្និទ្ធនឹងយើង
បើជាអ្នកឆ្ងាយវិញគេមិនមែនមកសុំយើងឲ្យងាយៗនោះទេតែបើជាមនុស្សដែលយើងមិនសូវមានទំនាក់ទំនងជិតស្និទ្ធវិញគឺអាចឆ្លុះបញ្ចាំងអំពីគុណសម្បត្តិរបស់យើងបានកាន់តែប្រសើរយើងច្បាស់ជាធ្លាប់បានឮថាម្នាក់នេះម្នាក់នោះគឺជាមនុស្សល្អជួបគ្នាបានតែម្ដងសោះគាត់ឲ្យតម្លៃខ្ញុំដល់កម្រិតនេះទៅហើយខ្ញុំពិតជាក្រាញចិត្តគាត់ខ្លាំងណាស់ថ្ងៃមុខថ្ងៃក្រោយលែងហ៊ានរំខានគាត់ទៀតហើយប្រកាសណាស់ការដែលយើងធ្វើឲ្យបុគ្គលដទៃសម្ដែងចេញនៅចេតនាអារម្មណ៍ដល់ជ្រៅបែបនេះមានន័យថាយើងខ្លួនឯងក៏បានធ្វើអ្វីម្យ៉ាងឲ្យគេពេញចិត្តដែរឧទាហរណ៍មានលោកគ្រូមួយចំនួនធ្វើការយូរហើយតែមិនត្រូវបានឡើងហែងអ្វីសោះទៅជួបនឹងលោកនាយកសាលាដើម្បីស្នើសុំឲ្យពិចារណាពីការដំឡើងតំណែងខ្លួនសាជាថ្មីក្នុងនាមយើងជានាយកសាលាគួរចេះលុំលងយកចិត្តពួកគេទៅវិញថាលោកគ្រូមានគុណសម្បត្តិគ្រប់គ្រាន់ហើយតែដោយសារតំណែងរបស់យើងមានកំណត់លោកគ្រូមិនត្រូវដំឡើងតំណែងលើកនេះខាងយើងក៏មានការក្រាញចិត្តណាស់ដែរតែក៏សូមឲ្យលោកគ្រូជួយយោគយល់មកខាងយើងខ្លះផងខាងយើងនឹងធ្វើការផ្ដល់បន្ទុកដើម្បីដំឡើងតំណែងម្ដងទៀតមិនយូរមិនឆាប់នោះទេហើយនៅក្នុងចំណោមនោះលោកគ្រូក៏ជាបេក្ខជនម្នាក់ដែលមានឱកាសច្រើននៅលើក្រោយនេះដែរត្រឹមតែសម្ដីប៉ុន្មានម៉ាត់នេះក៏អាចរងាប់អារម្មណ៍មិនពេញចិត្តនឹងអារម្មណ៍អស់សង្ឃឹមក៏បំណងដល់ពុកកញ្ជ្រោលរបស់អ្នកស្នើសុំបានបាត់ទៅហើយមិនត្រឹមតែប៉ុណ្ណោះថែមទាំងជួយឲ្យគេមានភាពជឿជាក់ថាគេនឹងត្រូវបានដំឡើងតំណែងឲ្យប៉ុន្តែនៅលើក្រោយដែលធ្វើឲ្យពួកគេយល់ចិត្តយើងនិងចាត់ទុកថាយើងជាមិត្តល្អថែមទៀតផង